មានរឿងព្រេងនិទានមួយដែលនៅតែត្រូវបានដំណើរតគ្នាពីមាត់មួយទៅមាត់មួយពីជំនាន់មួយទៅជំនាន់មួយអំពីគូស្នេហ៍អុកពីរគូពួកគេគឺលោកអុកសីហានិងនាងអុកកែវសីហានិងកែវជាគូស្នេហ៍អុកដ៏ស្រស់ស្អាតបំផុតនៅក្នុងព្រៃណូសីហាមានស្លាបខ្មៅរលោងមាត់ធំកោងយ៉ាងសង្ហារីឯកែវវិញមានភ្នែកមូលថ្លាមាតតូចច្រឡឹងប្រកបដោយភាពទន់ភ្លន់គួរឲ្យស្រឡាញ់ពួកគេបានសាងសម្បុកដ៏រឹងមាំមួយនៅលើមែកឈើគាដ៏ខ្ពស់មួយដែលមានអាយុកាលចំណាស់ជាងគេបង្អស់ក្នុងព្រៃជីវិតគូរបស់ពួកគេពោរពេញទៅដោយសុភមង្គលនិងសេចក្តីស្រឡាញ់ដ៏ស្មោះម៉ាំងពួកគេតែងតែហើរទៅណាមកណាជាមួយគ្នារកចំណីស៊ីជាមួយគ្នាហើយបួសអង្អែលគ្នាទៅវិញទៅមកដោយក្តីមេត្តាសត្វតីទៀតក្នុងព្រៃតែងតែលើកសរសើរពីចំណងស្នេហ៍ដ៏រឹងមាំរបស់ពួកគេដែលជាគំរូនៃភក្តីភាពថ្ងៃមួយនាងអុកកែវបានប៉ងសីហារីករាយណាស់គាត់បានចាប់ផ្ដើមរត់ការរកចំណីកាន់តែខ្លាំងក្លាដើម្បីត្រៀមបំរុងទុកសម្រាប់កែវនិងកូននាពេលអនាគតតាមប្រពៃណីរបស់សត្វអុកពេលអុកញីប៉ងហើយនាងត្រូវតែឃុំខ្លួនឯងចំកជាតិនៅក្នុងប្រហោងដើមឈើដែលបិទជាតិដោយភក់លាល្បាប់លាមករបស់វាដើម្បីការពារកូនពីសត្វសាហាវនៅក្នុងអំឡុងពេលនេះនាងអុកញីពឹងផែកទាំងស្រុងលើអុកឈ្មោលក្នុងការផ្គត់ផ្គង់អាហារតាមរន្ធទូចមួយដែលគេបន្សល់ទុកនាងអុកកែវបានទ្វារតាមប្រពៃណីនេះដោយទុកចិត្តសីហាទាំងស្រុងនាងបិទទ្វារសម្បករបស់នាងរួចដាក់ខ្លួនពងកូនទាំងសេចក្តីសង្ឃឹមនិងទុកចិត្តលើស្វាមីប៉ុន្មានសប្តាហ៍ក្រោយមកពងបានញាស់ជាកូនអុកខ្ចីដ៏គួរឲ្យស្រឡាញ់3ក្បាលនាងកែវត្រេកអរជីប៉ុនពេកទឹកចិត្តជាម្ដាយបានធ្វើឲ្យនាងបំភ្លេចអស់នៅភាពនឿយហត់និងការឃុំឃាំងសីហាក៏រីករាយនឹងដំណឹងនេះដែលគាត់បានហោះហើរទៅរកចំណីយ៉ាងស្រស់ស្រាក់ស្រស់ស្រាំដើម្បីផ្គត់ផ្គង់ដល់ភរិយានិងកូនដែលទើបនឹងកើតប៉ុន្តែយូរទៅភាពនឿយហត់ចាប់ផ្ដើមរំពាត់ចិត្តរបស់សីហាការហោះហើររាប់ម៉ោងដើម្បីរកផ្លែឈើនិងសត្វល្អិតមកចិញ្ចឹមក្រុមគ្រួសារធ្វើឲ្យគាត់មានអារម្មណ៍ធុញទ្រានភាពសប្បាយរីករាយពីមុនបានប្រែក្លាយជាការតបកិច្ចដែលគ្មានទីបំពេញគាត់ចាប់ផ្ដើមនឹកដល់សេរីភាពដែលគាត់ធ្លាប់មាននឹកដល់ការហោះហើរយ៉ាងល្វឹងល្វើយដោយគ្មានបន្ទុកអ្វីទាំងអស់ថ្ងៃមួយខណៈដែលសីហាកំពុងហោះហើររកចំណីគាត់បានប្រទះឃើញនាងអុកមួយក្បាលទៀតឈ្មោះនីសាគឺជាអុកញីវ័យក្មេងមួយក្បាលដែលមានស្លាបពណ៌ស្រស់ឆើតឆាយនិងកាយវិការរស់រវើកខុសពីកែវដែលកំពុងតែមានកូនខ្ចីនីសាហាក់ដូចជាតំណាងឲ្យសេរីភាពនិងភាពស្រស់ស្រាយដែលសីហាកំពុងតែនឹកស្រមៃនាងបានហោះហើរលេងយ៉ាងសប្បាយរីករាយនៅជិតអូមួយសីហាត្រូវបាននាងឆក់យកបេះដូងភ្លាមគាត់ចាប់ផ្ដើមចំណាយពេលច្រើនជាមួយនីសានិយាយគ្នាលេងសើចក្អាកក្អាយហើរលេងកម្សាន្តជាមួយគ្នាគាត់មានអារម្មណ៍ថាបានរំដោះខ្លួនពីបន្ទុកដ៏ធ្ងន់ធ្ងរដែលកំពុងតែសង្កត់លើស្មាខាត់បន្តិចម្ដងសីហាចាប់ផ្ដើមភ្លេចភរិយានិងកូនរបស់គាត់គាត់កាន់តែចំណាយពេលនៅឆ្ងាយពីសម្បុករកចំណីបានតិចជាងមុនពេលខ្លះក៏ផ្លែកយកចំណីទៅឲ្យកែវនិងកូនតែម្ដងនាងកែវដែលនៅជាប់ក្នុងសម្បុកបានចាប់ផ្ដើមព្រួយបារម្ភកូនរបស់នាងយំរកអាហារនាងខ្លួនឯងក៏ឃ្លានហើយភាពនឿយហត់ក៏រឹតតែមាននាងព្យាយាមគិតក្នុងផ្លូវល្អថាសីហាប្រហែលជាពិបាករកចំណីគាត់អាចមានបញ្ហាអ្វីមួយប៉ុន្តែការពិតដ៏ឈឺចាប់បានលេចចេញជាបណ្ដាផ្លែថ្ងៃមួយនាងកែវបានឮសំឡេងសត្វចាបមួយក្បាលនិយាយគ្នាជាមួយសត្វកំប្រុកអំពីសីហានិងនីសាដែលហ៊ឺលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នាដំណឹងនេះដូចរន្ទះបាញ់មកលើនាងបេះដូងនាងបែកជាបំណែកបែកភាពស្មោះត្រង់ភាពទុកចិត្តនិងក្តីស្រឡាញ់ទាំងអស់ដែលនាងធ្លាប់មានជំងឺសីហាបានคล้ายទៅជាផេះផុងក្នុងមួយរំពេចនាងបានស្រក់ទឹកភ្នែកយ៉ាងជូរចត់ដោយគ្មានអ្នកណាមើលឃើញឡើយនាងត្រូវប្រឈមមុខនឹងភាពឯកាភាពឈឺចាប់និងការភ័យខ្លាចចំពោះអនាគតកូនរបស់នាងពេលវេលាកន្លងទៅកូនអុកខ្ចីមួយក្បាលរបស់កែវបានស្លាប់ដោយសារខ្វះអាហារូបត្ថម្ភភាពឈឺចាប់របស់កែវកាន់តែខ្លាំងឡើងជាលំដាប់នាងព្យាយាមយ៉ាងលំបាកបំផុតដើម្បីរក្សាជីវិតកូនដែលនៅសល់នាងបានខំបើកចិញ្ចៀនសម្បុករបស់នាងដោយបង្ខំបើទោះជានាងដឹងថាវាគ្រោះថ្នាក់យ៉ាងណាក៏ដោយនាងត្រូវតែចេញទៅរកចំណីដោយខ្លួនឯងដើម្បីជួយសង្គ្រោះកូនដែលនៅរស់ការបាត់បង់កូននិងការក្បត់របស់សីហាបានធ្វើឲ្យនាងក្លាយជាម្ដាយដ៏រឹងមាំម្នាក់ប៉ុន្តែពោពេញដោយស្នាមរបួសចំណែកសីហាវិញជីវិតជាមួយនីសាមិនបានសប្បាយរីករាយដោយការរំពឹងទុកនោះទេភាពស្រស់ស្រាយដំបូងបានរលាយបាត់ទៅបន្តិចម្ដងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាភាពស្រស់ស្អាតរបស់នីសាមិនអាចបំពេញចន្លោះប្រហោងក្នុងចិត្តរបស់គាត់បានរូបភាពរបស់កែវនិងកូនដែលរងចាំគាត់នៅសម្បុកចាស់បានលាន់បន្លាចគាត់ជានិច្ចគាត់ចាប់ផ្ដើមមានវិបដិសារីគាត់នឹកឃើញពីថ្ងៃដំបូងដែលគាត់បានសាងសម្បុកជាមួយកែវនឹកដល់ពាក្យសន្យាភេទភាពនឹកដល់សេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់នាងរាល់យប់គាត់ដេកមិនលក់ដោយសារសំឡេងយំរបស់កូននិងការរអ៊ូតាមរបស់កែវដែលគាត់ធ្លាប់បានឮពីចម្ងាយគាត់ចាប់ផ្ដើមមើលឃើញសម្បុកថ្មីជាមួយនីសាជាទោសដែលគាត់បានប្រព្រឹត្តនីសាក៏ចាប់ផ្ដើមធុញទ្រាន់នឹងភាពស្រុកស្រពោននិងការមិនយកចិត្តទុកដាក់របស់សីហា
ទីប្រុសពិតនាងក៏បានហក់ចេញទៅរកអុកឈ្មោះផ្សេងទៀតសេហាត្រូវបន្សល់ទុកតែម្នាក់ឯងជាមួយនឹងភាពឯកាដ៏ជូរចត់និងវិបដិសារីដ៏ធំធេងគាត់គ្មាននេសាទគ្មានកែវគ្មានកូនគាត់បានបាត់បង់អ្វីទាំងអស់ដោយសារតែចំណងភ្លាមរបស់គៀតគាត់បានហោះត្រឡប់ទៅមើលសម្បុកចាក់របស់គាត់វិញគាត់បានឃើញកែវដែលមើលទៅស្គមស្កាំងប៉ុន្តែនៅតែព្យាយាមចិញ្ចឹមកូនដែលនៅរស់កែវបានคล้ายជាមេម៉ាយទាំងកម្លាំងនៅពេញវ័យភ្នែករបស់គាត់បានសម្លឹងមើលកូនរបស់គាត់ដែលមើលទៅស្លេកស្លាំងខុសពីកូនអកតេយរូបភាពទាំងនេះបានចាក់ទម្លុះបេះដូងរបស់សេហាគាត់ចង់ហោះចូលទៅសុំទោសហោះចូលទៅអបកែវនឹងកូនប៉ុន្តែគាត់គ្មានមុខភាពខ្មាស់អៀនភាពភ័យខ្លាចនិងវិបដិសារីបានរារាំងគាត់បានដឹងថាគាត់បានបំផ្លាញជីវិតខ្លួនឯងជីវិតកែវនិងជីវិតកូនរបស់គៀតគាត់បានបំពេញលើកាប់គាជាប្តីនិងជាឪពុកគាត់គ្មានថ្ងៃអាចត្រឡប់ទៅរកអតីតកាលដ៏ស្រស់បំព្រងនោះវិញបានឡើយភាពឈឺចាប់និងភាពសោកស្ដាយបានរុំព័ទ្ធដួងចិត្តរបស់គាត់រហូតដល់ទ្រាំលែងបានសេហាបានចាប់ផ្ដើមហោះហើរឡើងទៅលើម្ដងហើយម្ដងទៀតគាត់ហោះហើរខ្ពស់ឡើងរហូតដល់ហួសពីកំពូលដើមឈើទាំងអស់ហួសពីពុកខ្យល់បោកយ៉ាងខ្លាំងតាំងគាត់មិនមានអារម្មណ៍អ្វីឡើយក្រៅពីភាពទេស្អាតក្នុងចិត្តគាត់បានគិតដល់កែវដល់កូនដល់ថ្ងៃដ៏សែនរីករាយដែលពួកគេធ្លាប់មានទឹកភ្នែកគាត់ហូរស្រក់ដោយមិនដឹងខ្លួនពេលគាត់ហោះឡើងដល់កម្ពស់ដ៏ខ្ពស់បំផុតដែលគាត់អាចធ្វើបានគាត់បានបិទភ្នែកហើយស្រមៃឃើញមុខភរិយានិងកូនរបស់គាត់ជាលើកចុងក្រោយរំពេចនោះគាត់បានទម្លាក់ខ្លួនពីលើអាកាសទូខ្លួនរបស់គាត់បានធ្លាក់ចុះមកក្រោមយ៉ាងលឿនដូចជាដុំថ្មគាត់មិនបានស្រែកឬព្យាយាមទប់ទល់ឡើយគាត់បានបន្សល់ទុកតែសំឡេងខ្យល់កាត់ស្លាប់យ៉ាងលឿនបន្ទាប់មកក៏មានសំឡេងបុកដីយ៉ាងខ្លាំងដំណឹងនៃការស្លាប់របស់សេហាបានសាយភាយពេញព្រៃគិរីរម្យសត្វទាំងអស់បានសម្ដែងការសោកស្ដាយចំពោះជោគវាសនារបស់គាត់ប៉ុន្តែក្នុងពេលជាមួយគ្នានោះក៏បានរៀនសូត្រពីកំហុសរបស់គាត់ដែរនាងកែវបានដឹងពីដំណឹងនេះដែរប៉ុន្តែនាងមិនបានស្រក់ទឹកភ្លក្សឡើយនាងមានអារម្មណ៍លាយលំគ្នារវាងការឈឺចាប់និងភាពស្ងប់ស្ងាត់នាងបានដឹងថាគ្មានអ្វីអាចផ្លាស់ប្ដូរបានទៀតឡើយជាច្រើនឆ្នាំក្រោយមកនាងកែវបានចិញ្ចឹមកូនដែលនៅរស់រានមានជីវិតរហូតដល់ធំធាត់នាងបានក្លាយជានិមិត្តរូបនៃភាពរឹងមាំនិងការលះបង់របស់ម្ដាយរឿងរ៉ាវរបស់សេហានិងកែវបានក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់សត្វទាំងអស់ក្នុងព្រៃគិរីរាមអំពីសារៈសំខាន់នៃភាពស្មោះត្រង់ភក្ដីភាពនិងផលវិបាកនៃការក្បត់ពួកគេបានដឹងថាការក្បត់បេះដូងមួយគឺមិនត្រឹមតែបំផ្លាញជីវិតអ្នកដទៃនោះទេប៉ុន្តែវាថែមទាំងបំផ្លាញខ្លួនឯងជាបណ្ដាប្រោរហូតដល់ទីអំពាក់ដ៏សោកសៅ